ពេលវេលាដល់លោកជំទាវអង្គញាមហាបាសិកាថតបណ្ឌិតយកបន្ថាខ្ញុំប្រកាសថាសូមអញ្ជើញលោកជំទាវមេត្តាផ្ដល់កិត្តិយសដល់ពុទ្ធចូលរួមនៅក្នុងពិធីនេះដោយធម្មតាតាមពេលវេលាដ៏សមគួរសូមអញ្ជើញដោយសេចក្តីគោរពសូមអរគុណការអរខ្ញុំសូមអរសាទរអង្គការបានទុកដល់ប្រទេសសំខាន់ជាចាត់ការអត់ពីសន្តិជាទៅបដិបត្តិហើយក៏សូមគោរពដល់ស្រមោលស្រមតៃទាំងអស់ដែលទៅក្នុងថ្មីខ្ញុំសង្ឃឹមថាជើងរបស់មុននេះនឹងទទួលបាននៅភាពកក់ក្ដៅមួយនៅក្នុងព្រះធម៌ព្រះអង្គសម្ដែងក្នុងបត្រាពិដកជាមួយព្រះអនន្តថាមនាលអនន្តបើសិនជាតថាគតអាចញែកសេចក្តីសុខឲ្យដាច់ពីទុក្ខបាននោះម្ល៉េះសំតថាគតញែកសេចក្តីសុខនេះឲ្យដាច់ពីទុក្ខតែម្យ៉ាងចុះហើយតថាគតនឹងជ្រើសរើសយកតែសេចក្តីសុខមិនបាច់ទៅកាន់ព្រះនិព្វានទេប៉ុន្តែតថាគតមិនអាចញែកសេចក្តីសុខឲ្យដាច់ពីទុក្ខនេះឯងទើបតថាគតលះសេចក្តីសុខបន្តិចបន្តួចគឺសេចក្តីសុខក្នុងកម្មគុណ5នេះដើម្បីបដូរយកសេចក្តីសុខព្រះនិព្វានវិញយល់ទៅទាំងប៉ុណ្ណោះមើលមកលោកយាយលោកតាដែលដកពិសោធន៍ក្នុងជីវិតមានកូនចៅមានទ្រព្យសម្បត្តិគុណម្ចាស់ក៏ដូចគ្នាដែរប្រកូនចាស់ទៅមក4នេះក៏ធ្លាប់ទៅផ្ទះនៅគ្រប់គ្រងកូនចៅលើកលែងតែពីប្រកូនចាស់ដែលតូចតូចតែមានទឹកតែឥឡូវមុននឹងសមាធិទាំងប្រគុណម្ចាស់ក្តីពុទ្ធបរិស័ទក្តីត្រូវស្គាល់អំពីចិត្តនិងអារម្មណ៍ចិត្តមានន័យថាម៉េចទេតែយើងថាអប់រំចិត្តអប់រំចិត្តនេះជាធម្មជាតិដែលមើលអត់ឃើញទេមែនទេចិត្តនេះមើលអត់ឃើញទេតែមានសន្ទុះខ្លាំងណាស់ចិត្តនេះមានថាមពលខ្លាំងបើគាត់ហាត់បានល្អហើយអាចហោះហើរជ្រែកទឹកជ្រែកដីបានហើយចិត្តនេះឯងបើចិត្តនេះអប់រំបានល្អហើយអាចដឹកនាំយើងទៅដល់ព្រះនិព្វានបានតែបើចិត្តនេះអប់រំមិនបានល្អទេចិត្តនេះនឹងទាញយើងឲ្យធ្លាក់ទៅក្នុងអណ្ដៅរបស់មច្ចុរាជធ្លាក់ទៅក្នុងអន្ទាក់របស់មាធ្លាក់ទៅក្នុងអបាយភូមិអញ្ចឹងយើងត្រូវស្គាល់ពីចិត្តនេះឲ្យច្បាស់ចិត្តជានាមធម៌ជាធម្មជាតិសន្សំអារម្មណ៍ដោយមិនដែលហៅថាសន្សំអារម្មណ៍ខ្ញុំសូមបញ្យល់ឲ្យក្មួយដែលទឹកមកអប់រំចិត្តហើយបើលោកយាយលោកតាធ្លាប់អប់រំយូរហើយបើជាស្ដាប់ទៅឆាប់ចាំតែអ្នកដែលមិនធ្លាប់ស្ដាប់ប្រឹងស្ដាប់បន្តទៀតណាដើម្បីជាឱកាសពិសេសក្នុងការសន្សំពូជបញ្ញាដែលលោកអ្នកថាចង់បានបញ្ញាគឺបញ្ញាកើតអំពីការស្ដាប់ហើយធ្វើទុកក្នុងចិត្តឲ្យចេះចាំដើម្បីយកទៅប្រតិបត្តិអញ្ចឹងបញ្ញាកើតពីកត្តា3ហ្នឹងមិនមែនកើតតែមួយទេណាមិនដល់ស្ដាប់ហ្នឹងបានហើយអាចសម្រាប់អ្នកផលអត់ទេយើងឃើញអ្នកដែលលុតអភិសាវៈទាំងឡាយឬក៏ព្រះរហន្តទាំងឡាយណាដែលស្ដាប់មួយគាថាពីរគាថាបានសម្រាប់មិនមែនកត្តាតែស្ដាប់មួយមុខទេគឺលោកធ្លាប់សន្សំឧបនិស្ស័យប្រតិបត្តិនៅក្នុងសិលសមាធិបញ្ញានេះច្រើនអសង្ខ័យជាតិណាស់ទៅហើយតើបើលោកថាទឹកពេញពេកដាក់តាមកំប៉ុងទៅវាភីបដោយបានន័យថាសន្សំបរិស័យចាស់ខ្លះហើយស្ដាប់ទៅលោកព្យាយាមដាក់ចិត្តរបស់លោកទៅក្នុងសិលសមាធិបញ្ញាខណៈចិត្តនេះកើតរលត់លឿនណាស់ពីសោតាសក្តិណាគេទៅប្រហែលបានអ្នកសូមអរគុណលោកជំទាវញ៉ាមហាបាសិកាធម្មបណ្ឌិតញាតិបុណ្យថាដែលមានប្រសាសន៍ជាធម្មទានដល់ដល់ក្បាយខ្ញុំកម្មវិធីស្វែងយល់ពុទ្ធសាសនាគាត់បានសិក្សាដឹកនាំយើងទាំងអស់គ្នាអញ្ចឹងសូមប្រសពគ្រប់ព្រះអង្គស្រីរវ័នស្រីរវតីទាំងអស់អនុមោទនាជូនពរលោកជំទាវញ៉ាមហាបាសិកាបានសម្រេចព្រះនិព្វានដោយសេចក្តីប្រាថ្នាសូមអនុមោទនាអញ្ចឹងយើងជូនបណ្ដាជំទាវសូមអរគុណណាស់សូមក្រោមចូលទទួលគាត់ក្នុងជាគ្រូជាគ្រូប្រសពទៅខុសជាគ្រូណា
ឲ្យយកទៅណា អ